វាប្រៀបមាន់ដែរបងប្អូនណាចាហើយក្នុងសំបុកវានេះគឺច្រឡំក្នុងសំបុកក្នុងទ្រុងវានេះគឺមាន4ព្រោះលោកមុនមេវាបានបង្កើតកូនមកបាន2អញ្ចឹងហើយញាត់បានធំធំហើយបងប្អូនចាប៉ិនមេវាបងប្អូនណាចាធំលឿនណាបងប្អូនអើយចាហើយអានោះប្រហែលវាចង់រោពងទៀតហើយវាទៅចូលសំបុករោពងអញ្ចឹងណាបងប្អូនចាហើយបងប្អូនឃើញពណ៌នៃព្រាបមាន់2ប្រភេទហ្នឹងគឺខុសគ្នាមួយនោះពណ៌សហើយពណ៌ហើយវាពណ៌ប្រផេះពណ៌អីចឹងណាចាគឺមានច្រើនពណ៌ច្រើនស្រីចឹងណាចាបងប្អូនស្រឡាញ់ពណ៌ណាបងប្អូនអាចយកទៅទិញយកទៅចិញ្ចឹមទៅចឹងណាបងប្អូនចាហើយវាកំពុងតែដេកស្រាក់ចឹងព្រោះវាស៊ីចំណី CHR ដែរបងប្អូនចាដល់ដាក់ពីរចឹងបានអត់ដដើមគ្នាចឹងណាដាក់តែមួយវាដដើមគ្នាដដើមអីចឹងហើយខ្ញុំត្រូវដាក់កំប៉ុងពីរដើម្បីងាយស្រួលក្នុងការវាស៊ីចំណីចឹងណាចាហើយនោះគឺទឹកដាក់ទឹកឲ្យវាចឹងទៅនៅក្នុងហ្នឹងឲ្យវាទុកផឹកទុកអីចឹងណាបងប្អូនចាកូនមាន់វាក្រោយហ្នឹងប្រហែលជាពី3ថ្ងៃទៀតខ្ញុំចាប់ផ្ដើមដកវាចេញពីទ្រុងហីដាក់ទ្រុងផ្សេងអញ្ចឹងកុំឲ្យវានៅមួយមេវាអញ្ចឹងណាចាដើម្បីឲ្យមេមួយហ្នឹងវាពងក្នុងស្បុកងាយស្រួលពងអញ្ចឹងណាបងប្អូនចាធំលឿនណាបងប្អូននេះឃើញទេងាយស្រួលចាំហើយក៏ឆាប់ធំដែរបងប្អូនចា